thường allergy nắng khơi nãy nó không đánh công TikTok Facebook ấy cái chập họ đo rằng là streamer cái tên thằng ngu mà tôi nên là cái mũi do bot cipher mà repeat lại nè thêm nè nè chuyện thấy ខ្ញុំរាល់ថ្ងៃហ្នឹងគឺជា fan វណ្ណាហើយ fan កាប់មុខទៀតហើយវាអ្នកទាំងអស់គ្នាតាមដានខ្ញុំគឺខ្ញុំ reaction សឹងទៅវណ្ណាទាំងអស់ហ្មងតែ allergy គាត់ចេញបត់អត់មានវណ្ណាឬក៏មានវណ្ណានេះជាបត់របស់គាត់តែជាភាសា fake MO របៀបរលួយដៃថ្មីអីចឹងគេទៅ មកយល់ពី fan អត់ដឹងគាត់គិតអីខ្លះមានមកខាងចាស់មកខាងចុះវែកញ៉ៃទៅហើយសង្គមយើងចាក់ស្ដាយ នេះមែនខ្ញុំញ៉ាវវីដេអូនេះមុនចុងបញ្ចប់ញ៉ាវវីដេអូទៅ fake MO ហើយឥឡូវបើយើងវែកនេះនៅកណ្ដាលទៅយើងគិតថាវណ្ណាក៏អត់ខុសតែគេក៏អត់ខុសគឺខុសអ្នក comment អាធីណាក៏ដោយឲ្យទៅប៉ះវណ្ណាប៉ះណាគេបាទសូមជំរាបសួរស្ដីអ្នកទាំងអស់គ្នាខ្ញុំបាទ Hypocrite ថ្ងៃនេះខ្ញុំមកធ្វើការវែកនេះរឿងដែលទើបបង្កើតឡើងអាលីជាមួយវណ្ណាថ្ងៃនេះមកជាមួយនឹងកំពុងម៉ាក់ខ្ញុំយូរូមកពីអ្នកកុំឲ្យនិយាយដូចអ្នកឯងឈួតពេកតោះ ស្ដីអ្នកគ្នាខ្ញុំបាទ Euro ខ្ញុំថ្ងៃនេះមកវែកញ៉ៃជើង allergy ហើយមាន drama ច្រើនពេក ឃើញកាមេរ៉ាខ្ញុំនេះខ្ញុំ set up ក៏ញ៉ៃម៉ោង1ម៉ោង2ខ្ញុំប្រើតាម laptop ព្រោះខ្ញុំប្រើតាមទូរស័ព្ទវាញ៉ៃ send ចុះឡើងតោះខ្ញុំអ្នកនរគ្នានឹងជាស្វែងនឹង quality មួយនេះបាទឥឡូវខ្ញុំចូលទៅហ្មងរឿងដើមហេតុឡើងហ្នឹងគឺមកពី allergy មិនមកពី allergy គឺ allergy គាត់ចេញបទដែលមានចំណងជើងថា flashback ដែលនៅក្នុងបទហ្នឹងគាត់ mention អ្នកដែលបានជួយគាត់អ្នកដែលធ្លាប់រួមអាការរបស់អាគ្រាដំបងដែលគាត់ចាប់ផ្ដើមក្នុងវិស័យមួយហ្នឹងអ្នកដែលធ្លាប់ជួយគាត់បង្វឹកគាត់ហើយនៅក្នុងនោះគឺអត់មានឈ្មោះវណ្ណាហើយក៏មាន fan ជាច្រើនសួរណាវណ្ណាហើយក៏ allergy បាន reply ថា reply នៅក្នុង comment គាត់ទៅផ្សេងមួយទៀតថាវណ្ណាជួយខ្ញុំឬក៏ខ្ញុំជួយវណ្ណាហើយថៃបាន fan សួរបើយើងរំលឹកពីមួយឆ្នាំមុនដែលយើងបានមើល podcast the whole members of Lazima គឺគាត់បាននិយាយហើយ allergy បាន leak បទគាត់ណា leak បទគាត់អា flashback ហ្នឹងកាលមុនមានតែអ្នកចាំជួយបំពេញអរគុណមកងយស្ទីខ្ញុំខ្លាចជាអ្នករ៉េបពេញលេញ Shout out my man Missy first time ជួយគ្នាយើង featuring មិនខ្លាច my brother Rocky told me DC នឹង Hasha តែច្បាស់ថ្ងៃមួយជួបជុំមិនដាល់ឲ្យខ្ញុំជួបបងវណ្ដាចេះចែកនិយាយគ្នាលេងមិនខ្វល់តែក្មេងនេះមកពីណាគេឆ្ងល់មិនអត់តន់គេព្រោះតែពួកយើងសំងំធ្វើការមនុស្សអ្នកទៀតចង់ឲ្យអ្នកដឹងអរគុណបងសង្ហាដែលតម្រង់ផ្លូវ គឺ mention វណ្ណាហើយបន្ទាប់មកអត់ mention ហើយក៏ fan សួរជាច្រើនថាណាវណ្ណាហើយមានអ្នកនិយាយថាផឹកមិនក៏ភ្លេចគុណគេជួយឲ្យល្បីឲ្យវណ្ណាស្គាល់ឡាស៊ីម៉ាហើយមិនបាននៅភ្លេចគុណគេអីចឹងអានេះខ្ញុំសូមកាត់ចាបធានប័ណ្ណបន្តិចខ្ញុំរាល់ថ្ងៃហ្នឹងគឺជា fan វណ្ណាហើយ fan កាប់មុខទៀតហើយបើអ្នកទាំងអស់គ្នាតាមដានខ្ញុំគឺខ្ញុំ reaction សឹងទៅវណ្ណាទាំងអស់ហ្មងតែ allergy គាត់ចេញបត់អត់មានវណ្ណាឬក៏មានវណ្ណានេះជាបទរបស់គាត់ចង់ mention ឲ្យអ្នកទាំងអស់គ្នាបើយើងនៅកណ្ដាលខ្ញុំនិយាយនៅកណ្ដាលហ្មងអ្នកទាំងអស់គ្នាអត់មានសិទ្ធអីក្នុងការនិយាយថាឲ្យត្រូវតែ allergy ឲ្យត្រូវតែដាក់វណ្ណាចូលហើយកាលមុនគេស្គាល់ណាស៊ីម៉ាដោយសារវណ្ណាគាត់ចង់ដាក់ឬមិនចង់ដាក់គឺជារបស់គាត់ទូទៅណាគេខឹងគ្នាក៏ជារឿងនៃបុគ្គលពីរនាក់ហើយតែយើងត្រូវវែកញែកខ្លះមានអ្នកជេរគាត់ទៀតអើយហើយមិនមែនវណ្ណាទេវណ្ណាជួយគាត់ស្គាល់ឡាស៊ីម៉ាតែគាត់មិនខំប្រឹងខ្លួនឯងទេរាល់គ្នាខ្ញុំមិនមែន fan allergy ទេណាតែអត់ដែរចូលស្ដាប់ប៉ុណ្ណា allergy ច្រើនទៀតមានបនណាដែលគាត់ចេញល្បីគាត់ខំប្រឹងខ្លួនឯងឲ្យល្បីបុក trend ហ្នឹងគាត់គាត់ល្បីបត់ហ្នឹងណាគឺច្រើនបត់ណាបើអ្នកទាំងអស់គ្នាតាមដានគាត់ខ្ញុំមិនសូវតាមដានផងខ្ញុំនៅលឺបត់គាត់ឡើងច្រើនគាត់ល្បីផ្ទុះពេញ trending ចុះហ្មងអ្នកតាមដានទៀតមិនអានេះគឺជាការខំប្រឹងរបស់គាត់ហ្មងគាត់ដល់ថ្ងៃនេះអញ្ចឹងមិនមែនជាបងវណ្ណាទាំងអស់ហើយខ្ញុំនិយាយនៅកណ្ដាលព្រោះមានអ្នកខ្លះគេច្រឡំថាវណ្ណាអ្នកជួយ allergy ឲ្យនៅក្នុងនេះតែនៅក្នុងនោះមានសម្ដែងបងសង្ហាអីផ្សេងតើឥឡូវអត់មានអីចង់និយាយមកហើយរឿង allergy មួយវណ្ណាហ្នឹងបើតាមខ្ញុំគិតហ្មងអាចនឹងមានរឿងផ្ទៃក្នុងអីខ្លះតិចតួចតែបើគាត់អត់ដាក់relic អីហ្នឹងក៏មិនប៉ះពាល់គាត់ដែរព្រោះអីបទចម្រៀងគាត់ក៏ចង់ដូរមិនក៏បានដែរ
នៅរឿងគាត់មានផ្ទៃក្នុងអីហ្នឹងរឿងរបស់គាត់ដែលយើងតាមជា fan យើងចាំតែស្ដាប់បទគាត់rồiយើងមិនទៅវែកញែករឿងគាត់ច្រើនពេកទេអាចនឹងធ្វើឲ្យអាធីម្នាក់ហ្នឹងបាក់ទឹកចិត្តអាចអីអត់ធ្វើបទឲ្យយើងស្ដាប់ទៀតគឺថាបានដែរ បាទតែបើនិយាយរឿងបាក់ទឹកចិត្តណាខ្ញុំហ៊ាននិយាយថាអឺគ្មានហ៊ាននិយាយថាអត់មានទៅលើ allergy ទេព្រោះខ្ញុំគិតថាគាត់ឡើងមកដល់ថ្ងៃនេះហើយគាត់ជួបច្រើនណាស់ហើយអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនទែនមកអាធីណាក៏ដោយឲ្យទៅប៉ះវណ្ណដាប៉ះណាគេប៉ះទៅតែទៅប៉ះវណ្ណដាហើយគឺចាប់ផ្ដើមមក fan គេមកហើយសំខាន់ណាខ្ញុំឆ្ងល់ fan វណ្ណដាមែនឬក៏ fan វណ្ណដាលេងឬក៏ធំតែវណ្ណដាចេញបត់លើកចេញបត់ហើយតាមតង់កតុយ fan និយាយថាខ្ញុំអ្នកស្ដាប់វណ្ណដាតាំងក្មេងមកតែខ្ញុំយល់ខុសយល់ត្រូវណាគេនេះតែនេះវាជ្រុលពេករបៀបថាពេកជាពិសេសខ្ញុំឃើញពេកខ្លះរបៀបផុសមាត់វណ្ណដានិយាយឌៀមណាមទៅគេហើយឲ្យអ្នកចូលខមមិនអ្នកដែលនេះតែខ្ញុំមានអារម្មណ៍ថាពួកគាត់ដូចតែស្ដាប់ hip hop បើចេះខ្ញុំមានអារម្មណ៍ថាទើសភ្នែកតែនិយាយអត់កើតរបៀបថាចឹងមកខ្ញុំថាត្រូវតែធ្វើវីដេអូនេះអ្នកខមមិនខ្លះគាត់អត់ដឹងអីអត់ដឹងពី background គេតែរបៀបថាចេះជាងម្ចាស់គេទៀតណាខ្ញុំស្រាប់បានវណ្ណដាតែខ្ញុំយល់គ្រប់យ៉ាងទស្សនានិយាយទៅប៉ះនិយាយទៅប៉ះ idol គឺអត់កើតមកនិយាយចឹងនឹងមានគេជេរឯតែនិយាយកាត់ចឹងកុំឲ្យកលិចកលុចឆ្ងាយទៅត្រង់ចឹងហ្មងតែឥឡូវមានអីតអត់ ដូចជាអត់មានចាំនិយាយសិនហើយចាំនិយាយតាមក្រោយ ខ្ញុំពេលអញ្ចឹងចង់នេះហើយមានអ្នក comment ច្រើនហើយ page ខ្លះ comment ហើយ fan ខ្លះឌឺដងគ្នាទៅវិញទៅមកហើយនិយាយថានៅក្នុង hip hop បើមានអារឿងអញ្ចឹងហើយបើអ្នកទាំងអស់គ្នាគិតថាខ្ញុំនិយាយមែនណាបើគិតថាបង្កើត trend អារបៀបល្បីសុកខ្មែរយើងអ្នកគ្នាតាមដែរណារឿងល្បីរឿងឈួតអ្នកចេះអត់ជួយយើងងំគ្នាធ្វើអញ្ចឹងទៀតវានឹងនិយាយថាប្រទេសជាតិយើងអត់ទាន់ស្ងប់ស្ងាត់ផងហើយយើងទៅបង្កើតរឿងចឹងទៅអីទៀតបើគាត់អត់ដាក់រឿងគាត់ទៅវាចាប់បាត់ហើយតែប៉ុណ្្នឹងយើងមិនវែងឆ្ងាយឥឡូវយើងចូលទៅអាន status រឿងហ្នឹងហើយគឺយើងបានឃើញ status បងសង្ហានិយាយទៅបងសង្ហាគឺខ្ញុំអ្នកតាម Facebook គាត់ដែរគាត់នេះអត់មានប្រតិកម្មអីជាមួយវណ្ណាមានអីមួយអ្នកទាំងពីរហ្នឹងទេប៉ុន្តែជាពិសេសគឺ fan ហ្នឹងមកឥឡូវយើងអាន status គាត់តាំងពីឈប់ធ្វើការឲ្យវណ្ណាមកខ្ញុំមិនដែលមានបញ្ហាអីជាមួយគាត់ទេប៉ុន្តែអ្វីដែលខ្ញុំខ្លាចគឺ fan របស់គាត់តែម្ដងមានទាំងអ្នកវិភាគមានទាំងអ្នកបង្កើតសាច់រឿងពីមុនខ្ញុំគិតថាធម្មតាគិតថាវាជាការកំសាន្តរបស់អ្នកគ្រប់គ្រងប៉ុន្តែរឿងដែលវិភាគខុសទាំងនោះពេលដែលយើងមិនចេញមុខការពារវាក៏កើតជាប្រវត្តិដែលគេគ្រប់គ្នាគិតថាវាជារឿងពិតទៅវិញពួកខ្ញុំធ្លាប់ធ្វើការជាមួយគាត់មិនដែលចង់បានគុណទេសូមកុំបង្កើតទោសឲ្យពួកខ្ញុំពេកបើយើងតាមដានវណ្ណាស្នាក់និយាយទៅខ្ញុំខ្លាចតែអ្នកទៅ fan ថ្មីឃើញគេមកតាមគេបើយើងតាមដានវណ្ណាតាំងពីវណ្ណានៅនិយាយថាមិនទាន់មានប្រជាប្រិយភាពខ្ពស់ហ្មងគឺបងសង្ហាហ្នឹងឯងដែលខ្ញុំឃើញពីច្រើនបត់គាត់ជាច្រើនគឺបងសង្ហាអ្នក view ហើយបើអ្នក view អាចជាអានេះតាមខ្ញុំគិតណាបើយើងនៅក្នុង studio តែមួយឧទាហរណ៍ថាបើយើងខុសពាក្យអីចឹងទៅយើងអាចជួយកែគ្នាចឹងមកបត់ដែលមានបងសង្ហាអ្នក view ហ្នឹងខ្ញុំគិតថាក៏អាចមាន lyric ដែលជួយកែពីបងសង្ហាដែរអានេះជាការងារទូទៅឯងនៅក្នុង hip hop ដែលមានជួយកែជួយអីចឹងអ្នកខ្លះអត់ដឹងអីតែវាយគេជេរគេខ្លះជេរដល់ម្ដាយគេទៀតអូយខ្ញុំពេលខ្ញុំគិតថាវាមិនអាចនឹងកើតឡើងតែវាដូចលួចថាវាភ្លាវពេកបងតែឥឡូវហើយពេលខ្លះរឿង comment នឹងអីហ្នឹងវាប៉ះពាល់ខ្លាំងដល់អារម្មណ៍ហើយកាលពីវណ្ដាឡើងឆាកប្រកាសអាល់ប៊ុមគាត់ថ្មីហ្នឹងដោយគាត់ហៅ Lasima ក៏តែមកដែរប៉ុន្តែមាន allergy ហ្នឹងអាចនឹងរឿងវាតាំងពីពេលហ្នឹងមកក៏យូរជាងហ្នឹងក៏ខ្ញុំអត់ទាន់ដឹងដែរអញ្ចឹងមានតែចាំមើលទៀតហើយមិនបានគាត់ធ្វើមិនបានមានតែអញ្ចឹងគាត់ខ្វាញ់ទំនឹកតែអានេះគឺជាមតិបុគ្គលខ្ញុំមានគិតអីអានេះក៏វាអាចត្រូវវាអាចខុស50-50ហើយក៏មានអ្នកជេរច្រើនដែរប៉ុន្តែមានរឿងច្រើនដែលយើងមិនដឹងហើយរឿងខ្លះ
អូវាមិនអាចនឹងដឹងទេព្រោះគេបញ្ចេញអ្វីដែលគេចង់ឲ្យយើងចេញឲ្យយើងដឹងទេសូម្បីតែខ្ញុំ reaction ឥឡូវខ្ញុំគេអាចសៀកខោគ្មានណាគេដឹងហ្នឹងវាអញ្ចឹងហើយបន្ទាប់ពីអាហ្នឹងហើយក៏យើងបានឃើញ status របស់លោកអុកញ៉ាខេមរៈស្រីមុនគាត់និយាយថា bot call me papa ប្អូន Raki និង Allergy ជាអ្នកសរសេរតែប្អូនមិនដែលចង់បង្ហាញអ្នកណាដឹងឡើយប្អូនពិតជាអ្នកមានសមត្ថភាពពិតប្រាកដបងយកអារម្មណ៍ប្អូនពេលនេះនិងអាណិតប្អូនខ្លាំងណាស់នៅពេលដែលអ្នកព្យាយាមជាន់ពន្លិចតែប្អូនមានសមត្ថភាពអ្នកមានសមត្ថភាពដូចប្អូនខ្ញុំទទួលស្គាល់អានេះខ្ញុំមកសាប់ព្រោះខ្ញុំមិនដែលដឹងថា bot call me papa ហ្នឹងខ្ញុំដូចជាដែរស្ដាប់តែអត់ដឹងថាម៉េចទេប៉ុន្តែរបៀបថាធ្វើឲ្យបត់មើលល្បីបានហើយអត់សុខចិត្តបញ្ចេញឈ្មោះទៀតហ្នឹងគឺជាអ្នកខ្លាំងអ្នកមុខខ្ញុំទៅមិនដឹងអាពេល status ហ្នឹងមកខ្ញុំពេលអញ្ចឹងចង់ surprise ដែរហើយវាមិនមែនជាចម្លែកដែលខ្ញុំនេះវាចម្លែកដែរប៉ុន្តែបើយើងកន្លែងទៅមើល allergy ទាំង word play ទាំង lyric គាត់លា record មកគឺប្រូគាត់ផ្ចិតផ្ចង់ទាំង flow ទាំងអីទាំងកាចក៏បានអីក៏បានបត់គាត់មានកលុកកលាក់គ្រប់បែបយ៉ាងអញ្ចឹងយើងឃើញថាគាត់ពិតជាមានសមត្ថភាពអាធានាអញ្ចឹងរបៀបថាអាចជាក្របពេជ្រហើយអាចនឹងឡើងរហូតហើយរឿង allergy ហ្នឹងឃើញអ្នកនៅក្នុងបណ្ដាញសង្គម TikTok Facebook អីគេចាប់កំហុសដោយទាំង Lashima Cartel ទាំងមូលហ្មងដូចមានណាគេមួយយកបទCypher មក repeat កន្លែងណាអាធីម្នាក់ច្រៀងហើយដៀមដាមតិចតួចក៏គិតថាគេដៀមដាមបណ្ដាដែរខ្ញុំអត់យល់កន្លែងហ្នឹងរបៀបថាបើប្រឆាំងភ្លើងអារបៀបមកគេចេញទាំងខែណាខែនេះយកមកអូនេះដៀមដាមឲ្យវណ្ដាហើយយកបទវណ្ដាមកអូពួកអានេះពួកវាចង់អីណាយកបទ you know អាបទគេអញ្ចឹងគេនិយាយទៅណាគេស្ទើរនោះជឿយកមកហើយបើយើងតាមស្ដាប់ podcast គាត់គឺបងសង្ហាគឺជាអ្នកប្រត់ព្រៀងឲ្យគាត់មានដល់ថ្ងៃនេះនិយាយថាគាត់ខុសបន្តិចបងសង្ហាតែងតែប្រាប់ទៅល្អទៅយក shout out ទៅបងសង្ហាមែនទេហើយនិយាយតាមត្រង់ទៅខ្ញុំអត់សូវស្គាល់បងសង្ហាពីបទចម្រៀងគាត់ប៉ុន្មានទេតែមើលទៅគាត់គឺ pop singer តាមខ្ញុំដឹងហើយគាត់ក៏ចេះ rap ជាអីដែរហើយសំខាន់គាត់ខ្លាំងអាខាងតង់ខាងអីទៀតតាមខ្ញុំដឹងពី rapper fighter ខ្លះតែស្គាល់ច្បាស់បើសិនជាខ្ញុំខុសសូមអធិស្ឋានប៉ុន្តែខ្ញុំដឹងថាគាត់មានសមត្ថភាពហើយបើអត់មានសមត្ថភាពមិនអាចធ្វើការងារមួយអាជីពធំផលិតកម្មធំបានមានអីចង់និយាយទៀតអត់គឺយើងទៅតហើយបន្ទាប់ពីមានរឿងហ្នឹងកើតឡើង allergy គាត់ក៏បានចេញ status មួយថាតែវណ្ណាគាត់ស្ងាត់ហើយវណ្ណាតែងតែស្ងាត់ហើយខ្ញុំឃើញ creator ខ្លាំងនៅក្នុង YouTube នៅក្នុងច្រឡំនៅក្នុង YouTube ជាស្រ័យនៅក្នុង TikTok និយាយពេកនិយាយថាវណ្ណាពេលដល់កម្ពុជាពេកទោះគាត់ធ្វើមិនក៏គាត់នៅតែមានអ្នក fan អាហ្នឹងគេហៅថា fan ស៊ីអាតគឺមានតាមទាំងឥឡូវយើងអត់ដឹងថាគាត់ខុសឬក៏ត្រូវប៉ុន្តែមានទាំង fan ជួយការពារមកយើងមានអារម្មណ៍ថាពិភពលោក social media សុខភាពយើងគួរខ្លាចបាទវាថាគួរខ្លាចខ្លាំងណាស់បើយើងល្បីខ្ញុំប៉ុណ្្នឹងអីមួយឲ្យសាស្ត្រានៅមានគេជេរចូលហ្មងគេទៀតម៉ែអើយមើលអារម្មណ៍គួរខ្លាចល្បីទៅបើយើងផកអីទៅមកទិញនិយាយខូចមកទៀតប្រហែលមានអ្នកអត់ជន់ខ្វាយយើងផុតដីហ្មងអូយគួរខ្លាចអូយហើយនិយាយពីរឿង fan ហ្នឹងខ្ញុំចង់បកក្រោយតិចមានអ្នកថាឲ្យវណ្ដាអីណាភ្លេចមើលគុណមើលអីbro យល់ពីគេឲ្យច្បាស់សិនចាំនិយាយខ្ញុំអត់យល់ពី fan អត់ដឹងគាត់គិតអីខ្លះមានមកខាងចេះមកខាងចោះវិញញ៉ៃទៅហើយសង្គមយើងចាក់ស្ដាយជាផ្សា page MO របៀបរលួយដៃថ្មីអីចឹងគេទៅហើយវីដេអូនេះខ្ញុំចង់ឲ្យអ្នកនរមើលដល់ចប់ព្រោះមានអារម្មណ៍ខ្ញុំនិយាយរឿងលយដែរឥឡូវយើងនិយាយ status របស់ allergy ជាដំបូងខ្ញុំបាទ allergy សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងស្ថានភាពនេះខ្ញុំបានឃើញមតិជាច្រើនទៅលើចម្រៀងរបស់ខ្ញុំនិងការ comment របស់ខ្ញុំមានបងប្អូនខ្លះគាត់យល់មានបងប្អូនខ្លះគាត់នៅមិនទាន់យល់ដូចដែលបងប្អូនបានដឹងកន្លងមកហើយថាខ្ញុំគឺជាមនុស្សធម្មតាមិនទៅខ្វល់ខ្វាយពីរឿងវេទនៃអ្វីជាច្រើនទេប៉ុន្តែ
ពីខ្ញុំបានចេញបទចម្រៀងខ្ញុំធ្លាប់បានបញ្ចេញលើបងរៀនថត podcast ឈ្មោះថា Flashback មានមតិជាច្រើនធ្វើឲ្យប៉ះពាល់ចិត្តខ្ញុំខ្លាំងមែនតើទើបខ្ញុំបានសរសេរ comment មួយហើយក៏ផ្ទុះការវិញញែកជាច្រើនឥឡូវខ្ញុំសូមបកស្រាយជូនបងប្អូនម្ដងមួយ comment ដែលគាត់ថាវណ្ណដាជួយខ្ញុំឬក៏ខ្ញុំជួយវណ្ណដាហ្នឹងណារឿងចម្រៀងរបស់ខ្ញុំក្នុងនាមខ្ញុំជាម្ចាស់បទខ្ញុំមានសិទ្ធិដកពាក្យមួយណាឬបន្ថែមឃ្លាមួយណាចូលទៅក្នុងចម្រៀងខ្ញុំផលិតហើយបងប្អូនឆ្ងល់ថាបទឃ្លាដែលពួកគាត់ធ្លាប់ឮខ្ញុំសូមបញ្ជាក់ពីមូលហេតុខ្ញុំបានដកឃ្លាមួយនេះមានរឿងច្រើនណាស់ដែលនៅពីក្រោយបងប្អូនមិនដឹងហើយសូមអធ្យាស្រ័យដែលខ្ញុំមិនអាចប្រាប់បានព្រោះវាជារឿងឯកភាពឯកជនរបស់ពួកខ្ញុំទើបខ្ញុំសម្រេចចិត្តថាដកឃ្លាមួយនេះតែម្ដងទៅតាមត្រូវរបស់គាត់ទួមិនតែឥឡូវទួគាត់នៅថាឥឡូវខ្ញុំនៅប្រកាន់គោលចំហមួយទៅដែរដកអីក៏នៅជាបទរបស់គាត់ដែរឥឡូវយើងទៅរឿងខ្ញុំរឿងវណ្ណដាជាអ្នកជួយខ្ញុំឬខ្ញុំជាអ្នកជួយវណ្ណដាមានបងប្អូនច្រើនគាត់យល់ច្រឡំមិនយល់ពីអ្វីដែលខ្ញុំចង់និយាយបើខ្ញុំមានន័យដូចអ្វីដែលបងប្អូនគិតហេតុអ្វីខ្ញុំមិនសរសេរតែមួយម៉ាត់ថាខ្ញុំជួយវណ្ណដាហេតុអ្វីបានជាខ្ញុំជាសរសេរទាំងពីរថាវណ្ណដាជួយខ្ញុំឬខ្ញុំជួយវណ្ណដាធម្មតាការងារគឺមានទៅវាមានមកគេជួយខ្ញុំជួយគេហើយពាក្យថាផឹកទឹកកុំភ្លេចប្រភពតែគាត់ទៅសេនៅក្នុង status Facebook account ផ្ទាល់ខ្លួនរបស់គាត់ហ្នឹងណាមានអ្នកខ្លះឈានដល់ថាខ្ញុំជាមនុស្សរមើលគុណវាពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំទាំងដែលខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំជ្រោមជ្រែងនៅពីក្រោយការងារជាច្រើនតាំងពីយើងនៅក្បែរគ្នាដើម្បីមិត្តភាពមួយនេះឬទាល់តែខ្ញុំប្រាប់ថាខ្ញុំធ្វើការមួយណាបត់មួយណាទៅបងប្អូនអស់ចិត្តបើបងប្អូនចង់ដឹងខ្លាំងចាំខ្ញុំប្រាប់ពីការងារធំមួយចំនួនបើខ្ញុំបានជួយទៅការសរសេរប៉ារ៉ូលដូចជាបទ Time to Ride បទ Time to Ride គាត់បានទៅសេប៉ារ៉ូលនៅក្នុងហ្នឹង Run the Town ដែលមាន artist pride និយាយទៅនៅក្នុង High Cloud Entertainment ហ្នឹងដែលមានជនជាតិថៃយ៉ាងអូមយ៉ាងអូមកដូចមកយ៉ាងអូមច្រឡំនិយាយឈ្មោះហ្នឹង Run the Town ហើយនឹងបទមួយចំនួនផ្សេងទៀតពេលខ្លះក៏បានជួយទៅលើការ record ហើយនឹងចូលរួមក្នុងការថត MV មួយចំនួនដែលបងប្អូនធ្លាប់បានឃើញរួចមកហើយខ្ញុំទទួលស្គាល់គេធ្លាប់ជួយខ្ញុំហើយខ្ញុំក៏ដឹងច្បាស់ថាខ្ញុំក៏ធ្លាប់ជួយគេវិញច្រើនដែរទម្រាំខ្ញុំមកដល់ចំណុចនេះខ្ញុំព្យាយាមខ្លាំងណាស់ខ្ញុំខិតខំខ្លាំងដើម្បីការងាររបស់ខ្ញុំទាំងយប់ទាំងថ្ងៃហើយអ្វីបានជាសមិទ្ធផលដែលខ្ញុំខំកសាងមកត្រូវបានគេយល់ច្រឡំខ្ញុំដើម្បីដោយសារអ្នកនេះឬអ្នកនោះខ្ញុំឃើញពីការខំប្រឹងរបស់គាត់ទោះខ្ញុំមិនមែនជាអ្នកតាមដានគាត់ក៏ដោយនិយាយមែនបើវណ្ណណានិយាយបាត់ហើយគាត់អត់ចេញបាត់តទៀតមានណាគេនឹងស្គាល់គាត់មានណាគេតែដឹងថាអីហើយវណ្ណណាក៏ធ្លាប់ជួយគាត់ខ្ញុំដឹងព្រោះបត់និយាយទៅទទួលស្គាល់ថាខ្ញុំស្គាល់ឡាយស៊ីម៉ាដោយសារវណ្ណណាដែរទេស្គាល់ពេលដែលគាត់ផុសបត់ Prinary អបចង្កេះវណ្ណណាហ្នឹងនៅក្នុង channel របស់ឡាយស៊ីម៉ាហើយមួយទៀត back in the day ដែលគាត់ fit version 2ជាមួយនឹង Lasima មកមានមីស៊ីអីចឹងណាចុះកម្លាំងញើសឈាមនិងសមត្ថភាពខ្ញុំនៅឯណាឬឲ្យតែអ្នកណាដើរចេញពីបុគ្គលមួយដែលបងប្អូនស្រឡាញ់គាំទ្រជាប់ឈ្មោះថាជាកពើ that's a fact is a very nice sentence ទាំងដែលមិនដឹងពីមូលហេតុនៅពីក្រោយសោះខ្ញុំមិនទម្លាក់កំហុសឲ្យអ្នកណាទេចាត់ទុកថាវាគ្រាន់តែជាការយល់ច្រឡំមួយទៅចោះហើយសង្ឃឹមថាខ្ញុំទទួលបានយុត្តិធម៌មកវិញនិងបងប្អូនយល់ពីខ្ញុំកាន់តែច្រើនខ្ញុំយល់ពីគាត់វាថាឥឡូវនៅក្នុងរឿងនេះវណ្ណណាក៏អត់ខុស allergy ក៏អត់ខុសតែអ្នកធ្វើឲ្យ
រឿងនឹងវាកើតឡើងធំគឺអ្នក comment ទាំងស្រុងមករឿងខ្លះបើអ្នកទាំងអស់គ្នាអត់ចង់ឃើញអ្នកទាំងអស់គ្នាកុំ share ឧទាហរណ៍ថាអ្នកទាំងអស់គ្នាថាឃើញអានេះ comment ទៅចេះហើយអ្នកទាំងអស់គ្នាទៅ share ថាពួកអា comment នេះវាអីណាហើយបើឈប់ comment ទៅគឺគេរឿងអីបើយល់ល្អអ្នកទាំងអស់គ្នាកុំ share និយាយពីអាហ្នឹងចឹងទៅអ្នកទាំងអស់គ្នា friend Facebook អ្នកទាំងអស់គ្នាឬ friend ណាគេនឹងឃើញដែរចឹង friend ខ្លះយើងស្គាល់ friend ខ្លះយើងអត់ដឹងគេចូល comment ទៅគេទៅធ្វើរឿងបែកហើយ social media មក plan ហ្នឹងអ្នកទាំងអស់គ្នាវាដូចបែក matching ពេលខ្លះវណ្ណាឧទាហរណ៍វណ្ណាផុសរូបច្រឡំតើមកពីនាទីក៏មានអ្នក screenshot ជាប់ដែរអានេះគ្រាន់តែឧទាហរណ៍ណាបើតារាល្បីចឹងធ្វើជាល្បីពេកពិបាកណាហើយខ្ញុំឃើញមកគាត់ប្រហែល5នាទី 10k react អីនោះខ្លះលោតដល់ 40k អីនោះអាការម្លងគាត់ share ហ្នឹងអាគេមិនដឹងនៅវណ្ណា react ច្រើនហើយមកបត់មួយបត់គាត់មកអមក្នុងរយៈពេល1ថ្ងៃអីទៀតម៉ែអើយណាគេធ្វើបានជាចុងក្រោយខ្ញុំសូមអរគុណទៅមនុស្សដែលនៅជុំវិញខ្លួនដែលតែងតែយកចិត្តទុកដាក់មកលើខ្ញុំអរគុណទៅក្រុមការងារ Plus 855 Music ខ្ញុំឃើញ quality board production 855 Music នឹងខ្ពស់ទាំងប្លង់ផុសទាំង quality MV ម៉ែអើយដូចរឿង Hollywood ទៅហ្នឹងដែលតែងតែនៅពីក្រោយនឹងសម្រួលការងាររបស់ខ្ញុំទៅមុខយ៉ាងរលូនជាពិសេសសូមអរគុណដល់អ្នកគាំទ្រ Lasima Marketer ទាំងអស់ដែលតែងតែស្រឡាញ់ទុកចិត្តពួកខ្ញុំចូលចិត្តពួកខ្ញុំមានទាំងអស់គ្នាទៅខ្ញុំមកដល់ចំណុចនេះគាត់អត់ភ្លេចពីគ្នាហ្នឹងមានអ្នកគ្នាហ្នឹងដែលជួយគាត់តោះពួកយើងក៏លេចទៅមើលរឿងប្រទេសជាតិយើងវិញតើសុខទុក្ខបងប្អូននៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងណាហើយខ្ញុំចង់ឃើញពួកគាត់រួបរวมសាមគ្គីដើម្បីការពារទឹកដីតោះត្រូវឈ្លានពានដោយចោលសៀមកោះចាប់ឡើងបងប្អូនបងប្អូនអញ្ចឹងខ្ញុំនិយាយមែនណាបើយើងនិយាយនៅក្នុងប្រព័ន្ធ Facebook មកឲ្យទៅបើកយើងឃើញរឿងថ្មីព្រោះថ្នាក់ចរាចរណ៍អីផ្សេងហើយត្រានវាយគ្នាអ្នកគ្នាគាត់ខ្ញុំចង់និយាយពួកបុករហងមុខនេះណាខ្ញុំឃើញខ្ញុំដែរមើលលើសពី1នាទីបងខ្ញុំអត់តែរឿង hip hop ខ្ញុំត្រូវព្រោះខ្ញុំស្រឡាញ់ហើយឥឡូវបើយើងវែកនេះនៅកណ្ដាលទៅខ្ញុំគិតថាវ៉ាន់តាក៏អត់ខុសណាគេក៏អត់ខុសគឺខុសអ្នក comment ហើយខ្ញុំគិតថាខុសអ្នកកដែល comment មុនណាតើមានអ្នកកបើអ្នកខគេហ៊ាន comment ខ្លាចខ្លួនឯងតែឯងអញ្ចឹងវាតដល់គោដល់ងោអាហ្នឹងវាពីរ៉ាមីតអើយស្ត្រាហើយខ្ញុំគិតតែប៉ិតរឿងប៉ុណ្ណឹងក៏មានន័យត្រូវធំដល់ថ្នាក់ហ្នឹងណាវាមានអីត្រូវប៉ះពាល់មកគ្រាន់តែដូររៀលិចអត់ដល់មកបាជាងហើយវាមានរឿងត្រាម៉ាខ្លាំងដល់ថ្នាក់ហ្នឹងហើយខ្ញុំអត់យល់អ្នកហើយបត់គេសោះហ្នឹងខ្ញុំឆ្ងល់ផងបត់គេសោះគេចង់ធ្វើមិនទេសំខាន់គេធ្វើសម្រាប់ fan គេស្ដាប់អើយហើយខ្ញុំនិយាយមែនខ្ញុំផ្ញើវីដេអូនេះមុនចុងបញ្ចប់ញ៉ាវីដេអូទៅ fake MO ពីច្រើនណាខ្ញុំអត់ចង់បញ្ចេញតែឥឡូវបញ្ចេញមកភាគច្រើន fake ហ្នឹងអាសាផុសវីដេអូតពីកម្មវិធី blog rap អីផ្សេងហើយចូលចិត្តដាក់ caption របៀបតើហើយឥឡូវខ្ញុំឲ្យហ៊ានเพลงខ្ញុំចូលចិត្តគាត់ដាក់ profile បូរ៉ូកូហ្នឹងឥឡូវមានអីនិយាយតរត់និយាយអស់មកនិយាយអស់ពីសួតនិយាយអស់ស្ដាប់វិញនិយាយអស់និយាយរឿងផេករឿងអីហ្នឹងវាខ្លះយកវាunit របស់គេមកផុសរបស់ខ្លួនឯងវាអត់សមវារបៀបដូចរឿងវាអត់សមយកមកវារបៀបខ្ញុំពិបាកនិយាយអ្នកគ្នាគោយកខ្លួនឯងយកវីដេអូគេមកផុសខ្លួនឯងដើម្បីរកលុយគ្នាគិតមើលហ្នឹងមិនសំខាន់គាត់ផុសតែអាហ្នឹងបងគាត់ដៃគាត់ចូលចិត្តដាក់ caption របៀបថានេះហើយនេះនិយាយឲ្យ out of topic ទៀតណាគឺវាក៏ប៉ះពាល់ដល់ view ពេកគេវាមិនដែរឥឡូវបើមើល MO ស្មើឥឡូវវីដេអូស៊ីនគេ 10k វីដេអូខ្លួនឯងគាត់នឹងអង្គុយញ៉ាំហា
mà âm hay là video cái xin sát anh coi nhiều ta cho mà lớn video dân mình tập bên đó nghe rằng mình ngọt cái vô quay để dân cho mình vậy hay xong không làm mưa video này bon chop mà mưa đâu video này đã chop thêm kia comment hết hay như nè chê hỏi ok nhưng từ tua mình bị chê của ba giá to pro ខ្ញុំចង់ក្រោយខ្ញុំអត់មានពាក្យអីច្រើនទេខ្ញុំសូមឲ្យអ្នកគ្នាសុខភាពល្អហើយហ្នឹងអត់មានអីច្រើន and bye